នាយកប្រតិបត្តិអង្គការ PCL បានបញ្ជាក់ថាការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាគឺជារឿងមួយមិនអាចទទួលយកបាននាយកប្រតិបត្តិអង្គការអន្តរជាតិ People for Care and Learning PCL លោក Travis Johnson Christian នៅថ្ងៃទី4 ខែមិនិនាឆ្នាំ2026នេះក្នុងឱកាសជំនួបពិភាក្សាការងារជាមួយឯកឧត្តមកែប យុត្តិមាប្រធានគណៈកម្មការមហាផ្ទៃការពារជាតិមុខងារសាធារណៈនិងកិច្ចការព្រំដែននៃរដ្ឋសភាគណៈកម្មការទី4បានសម្ដែងនូវការខកចិត្តចំពោះការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជានាយកប្រតិបត្តិអង្គការ PCL រូបនេះចាត់ទុកថាការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាគឺជារឿងមួយមិនអាចទទួលយកបានត្បិតកងទ័ពថៃបានបង្កឲ្យមានទុក្ខវេទនាដល់ប្រជាពលរដ្ឋស្លូតត្រង់រាប់ម៉ឺននាក់លោក Travis Johnson Christian នាយកប្រតិបត្តិអង្គការ PCL បានលើកឡើងទាំងក្តីរំជួលចិត្តថាការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាគឺជារឿងដែលមិនអាចទទួលយកបានឡើយវាជារឿងសោកស្ដាយបំផុតដែលថៃបានរំលោភបំពានអធិបតេយ្យភាពកម្ពុជាបង្ខំឲ្យប្រជាជនរាប់ម៉ឺននាក់បោះបង់ចោលផ្ទះសម្បែងនិងភូមិឋានលោកបានបញ្ជាក់បន្ថែមថាលោកនឹងផ្សព្វផ្សាយការពិតនៃការរំលោភបំពាននេះទៅកាន់ពិភពលោកឲ្យបានដឹងច្បាស់ជាការឆ្លើយតបឯកឧត្តមកែប យុត្តិមាបានថ្លែងអំណរគុណចំពោះសមានចិត្តរបស់គណៈប្រតិភូដែលបានស្វែងយល់ការពិតនៃការរងទុក្ខវេទនារបស់ប្រជាជនកម្ពុជាពីការឈ្លានពានរបស់ភាគីថៃឯកឧត្តមបានជម្រាបជូនគណៈប្រតិភូថាបើទោះបីជាមានបទឈប់បាញ់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ក៏ដោយប៉ុន្តែកងទ័ពថៃនៅតែបន្តសកម្មភាពមិនស្មោះត្រង់តាមរយៈការដាក់ពង្រាយទូកកុងតឺន័រនិងលួចបន្លាកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃខ្លួនឯងធ្លាប់ទទួលស្គាល់ឯកឧត្តមបានសង្កត់ធ្ងន់ថាកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយអាណានិគមបារាំងនិងមិនអាចទទួលស្គាល់ដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឯកឧត្តមកែប យុត្តិមាបានបន្តថាសន្តិភាពនៅតែជាគុណតម្លៃស្នូលហើយកម្ពុជាអំពាវនាវឲ្យមានការអនុវត្តយ៉ាងពេញលេញនៅកិច្ចព្រមព្រៀងដែលមានស្រាប់ដើម្បីបញ្ចប់ភាពស្រពេចស្រពិលនៃខ្សែបន្ទាត់ព្រំដែននៅក្នុងឱកាសនោះឯកឧត្តមកែប យុត្តិមាក៏បានជម្រាបជូនគណៈប្រតិភូអង្គការអន្តរជាតិ People for Care and Learning ថាឆ្នាំ2026គឺជាឆ្នាំពិសេសមួយដែលសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាមេរិកក្រោមអធិបតីភាពឯកឧត្តមប្រធានាធិបតី Donald Trump ដើម្បីជំរុញសន្តិភាពនិងការកសាងឡើងវិញនៅតំបន់ហ្គាហ្សានេះគឺជាមោទនភាពដែលគុណតម្លៃសន្តិភាពរបស់កម្ពុជាត្រូវបានទទួលស្គាល់និងពង្រឹងនៅលើឆាកអន្តរជាតិសូមបញ្ជាក់ថាអង្គការ PCL ជាអង្គការមនុស្សធម៌អន្តរជាតិដែលមានទីស្នាក់ការកណ្ដាលនៅសហរដ្ឋអាមេរិកនិងបានបំពេញបេសកកម្មជួយកុមារកំព្រានិងវិស័យអប់រំនៅកម្ពុជាតាំងពីឆ្នាំ2004ក្រៅពីជំនួបពិភាក្សាគណៈប្រតិភូក៏បានស្វែងយល់ពីរចនាសម្ព័ន្ធនិងតួនាទីស្នូលទាំង4របស់រដ្ឋសភារួមមាននីតិកម្មការតាមដានការអនុវត្តច្បាប់ភាពជាតំណាងនិងការទូតសភាតាមរយៈបទបង្ហាញរបស់មន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ